សួស្តីអ្នកគ្នាមកជួបគ្នាម្ដងទៀតហើយនៅវីដេអូទី2ក្នុងដំណើរបេសកកម្មមកកាន់ខេត្តព្រៃវែងអញ្ចឹងក្នុងថ្ងៃទី2នេះផងដែរគឺបើកឆាកមកគឺពួកយើងនាំគ្នាទៅដើរលេងនៅរមណីយដ្ឋាននគរភ្នំដោយសារតែពេលរសៀលគឺពួកយើងត្រូវទៅប្រជុំអញ្ចឹងបន្ទាប់ពីយើងមកវិញយើងក៏បានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រជុំអញ្ចឹងដោយសារពេលទី2ពួកយើងមកនាំគ្នាថតវីដេអូលេងចូលថ្ងៃទី1សម្រាប់ការធ្វើប្រមាណចឹងឥឡូវយើងមកសួរចំណាប់អារម្មណ៍សិនបងមានអារម្មណ៍មិនដែរតែបងបានមកធ្វើប្រមាណនៅខេត្តព្រៃវែងចឹងខ្ញុំសួរចំណាប់អារម្មណ៍អារម្មណ៍ដូចធម្មតាហើយសប្បាយផងវាជាបទពិសោធន៍លើកទី2ហើយថាខំទៅយើងព្រមដល់ហើយតែឆ្នាំហ្នឹងគឺយើងបាក់ខាត់ខាយចឹងវាអីគេមកបងសុខភាពមួយចែសួរច្រើននេះយើងមានចំណាប់អារម្មណ៍មិនដែរបានមកធ្វើប្រមាណនៅខេត្តព្រៃវែងខ្ញុំមានអារម្មណ៍ថាប្លែកហើយតំណែងទី1ខ្ញុំមកជាប់ដីព្រៃវែងនេះហើយមានអារម្មណ៍ថានៅនឹងសប្បាយខ្ញុំមកមើលបងប្អូនកន្លងគឺសប្បាយហ្មងអូចេះនិយាយហើយអូខេអរគុណបន្ទាប់ពីយើងបានថតវីដេអូលេងហើយយើងក៏ដល់ពេលវេលាក្នុងការទៅប្រជុំអញ្ចឹងយើងក៏បានធ្វើដំណើរទៅកាន់សាលាដែលយើងត្រូវធ្វើអបមាហ្នឹងអញ្ចឹងដល់ពេលដែលមកដល់កន្លែងប្រជុំលោកប្រធានមណ្ឌលគាត់បានធ្វើការនិយាយត្រួសពាក់ព័ន្ធទៅនឹងដំណើរការប្រឡងមកកាន់ពួកយើងបន្ថែមទៀតអញ្ចឹងបន្ទាប់ពីប្រជុំចប់ពួកយើងក៏បានថតរូបខ្លះៗទុកជាកម្រអនុស្សាវរីយ៍បន្ទាប់ពីប្រជុំចប់ពួកខ្ញុំក៏បានមកផ្ទះវិញហើយក៏ហូបបាយជុំគ្នាដោយគ្រូម្ចាស់ផ្ទះគាត់ជាអ្នករៀបចំឲ្យ A few moments laterអូយដល់រោ5ឆ្នាំហើយឃើញហើយលោកចឹងបន្ទាប់ពីញ៉ាំបាយហើយគឺបរិបពីអ្នកនេះគឺជាអ្នករ៉ាប់រងក្នុងការលេងចានចុះសកម្មភាពទី2ក៏បញ្ចប់យើងក៏ចូលដល់ប្រក្រតី later ម្នាក់នេះមានជាការក្រោកសក់លោកអ្នកក្រោកសក់អើយមួយឈរដោយសារតែក្នុងថ្ងៃទី3និងទី4សម្រាប់ដំណើរការប្រឡងបាក់ឌុបគឺគេហាមមិនអោយយកគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទចូលសាលាអញ្ចឹងពួកខ្ញុំមានតែកម្រងរូបថតខ្លះៗដែលពួកបងកាមេរ៉ាមែនគាត់បានថតជូនពួកយើងនៅវិទ្យាល័យបាភ្នំអញ្ចឹងជាចុងក្រោយដំណើរបេសកកម្មមកកាន់ខេត្តព្រៃវែងក្នុងការធ្វើជាអបមាចាប់តែត្រឹមនឹងបងមានតែពាក្យជូនពរដល់បងប្អូនទី12ទាំងអស់គ្នាដែលប្រឡងបាក់ឌុបនៅឆ្នាំ2025នេះទទួលបានជោគជ័យគ្រប់គ្នាទទួលបាននូវទីល្អដែលខ្លួនឯងតែងតែបងប្រាថ្នាបាយបាយវីដេអូបញ្ចប់ហើយនៅមើលអីទៀតWhat?